การធ្វើស្លាប់មន់ពងរបស់ខ្ញុំរៀងងាយស្រួលមែនតើហើយពណ៌វាក៏ស្រស់ស្អាតដែរតោះទៅមើលពីវិធីធ្វើខ្ញុំមានស្លាប់មន់ខ្ញុំមានតែមន់3កង់មែនស្លាបកដាលស្លាបគល់ហើយចុងអញ្ចឹងណាហើយខ្ញុំដាក់ស្ករដាក់ប៊ីចេងម្សៅស៊ុបហើយខ្ញុំថែមម្រេចទីដាសម្រាប់ម្រេចហ្នឹងបងប្អូនចូលចិត្តញ៉ាំក៏ដាក់ទៅបើអត់ចូលចិត្តមិនបាច់ដាក់ក៏បានដែរហើយប្រេងខ្យងហើយបន្តមកទៀតខ្ញុំដាក់ម្សៅអំពងបងប្អូនដាក់ជាមួយគ្នាតែម្ដងម្សៅអំពង2ស្ព្រាទៅហើយខ្ញុំច្បល់ហើយសម្រាប់គ្រឿងហ្នឹងបងប្អូនយើងដាក់តាមចំណង់ចំណូលចិត្តយើងតាមបរិមាណសាច់មាន់អញ្ចឹងទៅហ្នឹងហើយសាច់មាន់ច្រើនយើងដាក់គ្រឿងច្រើនទៅសាច់មាន់តិចយើងដាក់តិចអញ្ចឹងទៅហើយតមកទៀតយើងដាក់ខ្លាញ់ឲ្យក្តៅមកបងប្អូនហើយខ្ញុំនេះខ្លាញ់អត់ទាន់ក្តៅស្រួលទេដាក់សាច់មាន់ចូលហើយប្រញាប់ពេកហ្នឹងហើយដល់ពេលយើងដាក់ខ្លាញ់ឲ្យក្តៅទៅយើងបំពងសាច់មាន់ទៅបងប្អូនឲ្យបើកភ្លើងរៀងខ្លាំងតិចពីដំបូងតមកទៀតទៅយើងបើកល្មមអីក៏បានដែរពីដំបូងបើកខ្លាំងតិចមកតមកវាឆ្អិនខាងក្រៅវាឆ្ងាញ់ជាតិហើយខាងក្នុងសាច់ឡើងទន់ឆ្ងាញ់ហ្មង